ជាធុញណាស់ព្រះអើយអ្វីក៏ខ្ញុំមិនចង់ហូបដែរសភាពពេលនេះពិតជាអាប់អួនណាស់ហើយនាងតូចនេះកើតអីចេះបើមិនទិញក៏ឲ្យចុះចាំបាច់អីធុញការរកស៊ីរបស់តាទៅវិញចឹងនោះរឿងនារីពូកែធុញទ្រាន់ក្នុងការនិទាននេះអតីតកាលមិនថាមានតែបរិះពូកែធុញឯណានារីវ័យក្មេងម្នាក់នេះក៏ដូចគ្នាដែរនាងធុញទ្រាន់ណាស់ធុញគ្រប់រឿងតែម្ដងនៅផ្ទះមិញរំជើថ្ងៃរះកម្ពស់ចង់ឈើទៀលទៅហើយនៅឡើយតែកទូចមិនតាន់ងើបទៀតកូននេះចំមែនកទូចអើយកទូចអើយនាងកទូចកូននៅទីនេះហើយកទូចអីទេម៉ែកូនធំហើយតាហើយបើធំហើយនោះគួរតែចេះធ្វើការជួយម៉ែផងទៅមិនមែនក្មេងទៀតឯណាមើលចោះតែកូនធុញណាស់ណាម៉ែកូនទៅដេកវិញហើយតែម៉ែត្រូវដាំល្មៀតកុំធុញពេកណាហើយកុំដេកណែមកជួយម៉ែភ្លាមមកអីដាំល្មៀតហើយបាត់ធុញតែម៉ែមិនដឹងទេតែកូនអាយុ18ឆ្នាំហើយកូនត្រូវចេះធ្វើការរៀនច្បាប់ស្រីនិងថែសម្រស់ផងទៅល្មៀតជួយឲ្យកូនម៉ែស្អាតទេម៉ែចាគឺល្មៀតអាចថែស្បែកកូននឹងណាណែបានហើយមកតាមម៉ែមកជួនគ្នានោះដែរលីប្រេងក៏បានដើរចូលមកនិងបាននិយាយថាជំរាបសួរមីងជំរាបសួររំសាយអាយ៉ាធំពេញកមុំស្អាតណាស់ណោះមិនដឹងជាស្អីទេបងនិយាយមកខ្ញុំធុញដល់ហើយអូនអញថាម៉េចបងតសើអូនក៏អូនធុញដែរមែនទេពិតជាចម្លែកមែនអើយចរិតកទូចតែអញ្ចឹងរឿងអីក៏ធុញដែរធុញគ្រប់ស្ថានភាពតែម្ដងណែតើក្មួយទៅណាដែរទៅបានមីងខ្ញុំទៅជីកក្តាមហ្នឹងណាមីងភ្លៀងធ្លាក់ដើមឆ្នាំក្តាមកាយអាចច្រើនណាស់ចាចំណែកមីងឃើញដីវិសើមមីងគិតថាដាំល្មៀតដែរនឹងណាបាទបើអញ្ចឹងខ្ញុំលាមីងសិនហើយចាក្មួយតោះកូនណាកុំរវល់ទៅធុញពេកតោះទៅធុញណាស់ម៉ែមិនដឹងជាស្អីទេកូនងងុយដេកសឹងអីទៅហើយកុំប្រកែរអ៊ូពេកមកតាមម៉ែមកក្រោយរំសាយបានជួយដាំល្មៀតមីងរំយល់ហើយនោះមួយសន្ទុះម៉េចក៏ចាប់ផ្ដើមបញ្ចេញកម្ដៅធ្វើឲ្យនាងលន់មាត់ថាអីម៉ែម៉ែក្ដៅណាស់កូនពិតជាធុញមែនទេកូនស្រីម៉ែពពកច្រើនណាស់តែបន្តិចទៀតណាវាបាំងពន្លឺព្រះអាទិត្យហើយបើបែបនេះវាក៏មិនលុបហើយនឹងមិនក្ដៅទៀតទេចាំម៉ែមិនមិនលុបមែនតាកូននេះចាំមែនណែហុចមើមល្មៀតមកម៉ែដាំចាំម៉ែតែម៉ែមិនមិនលុបធ្លាក់ខ្យល់ឥឡូវនេះកូនរងានណាស់ហើយកូនពិតជាធុញណាស់ណាអាកាសធាតុតែងតែប្រែប្រួលមិនឈប់សោះកូនស្រីធម្មជាតិគឺវាបែបនេះហើយកូនកុំប្រកែធុញពេកណាយើងត្រូវចេះសម្របខ្លួនណាកូនមិនធុញចាំម៉េចម៉ែមើលចុះម៉ែភ្លៀងហើយម្ដងក្ដៅម្ដងត្រជាក់ឥឡូវក៏ភ្លៀងទៀតចាកូនតោះឥឡូវទៅផ្ទះទៅមេឃភ្លៀងសើមអស់ឥឡូវហើយកូនធុញណាស់ម៉ែកុំរវល់តែធុញតោះភ្លៀងមកហើយនៅក្នុងផ្ទះមីងរំជើទៅងូតទឹកទៅកូននឹងអាចបានហូបបាយជុំគ្នាចាំម៉ែរំសាយតែងតែដកដង្ហើមធំនិងពោលពាក្យធុញជាញឹកញាប់មិនថាក្នុងកលៈទេសៈណាក៏ដោយមើលចាស់នាងពោលទៀតហើយបាត់ជាគោឲ្យធុញណាស់មិនដឹងពេលណាបានធូរស្បើយសោះខ្ញុំអើយខ្ញុំលើបែបនេះហើយមីងរំយល់ក៏បានពោលម្នាក់ឯងថាកូននេះចាំមែនមើលទៅមានតែដោះស្រាយទៅបានបើមិនអញ្ចឹងទេមុខជាកាន់តែធ្ងន់ធ្ងរមិនខានទេកូនស្រីម៉ែតើកូនធុញម៉ែទេចាធុញអត់ទេម៉ែកូនសុំទោសណាកូនឯណាទៅធុញម៉ែខ្លួនឯងនោះចាកូនស្រីណែកូនម៉ែកូនឯងធំហើយកូនកំលេងពេកអីបានទេចាម៉ែកូនមិនលេងទេតែកូនពិតជាធុញក្នុងស្ថានភាពរស់នៅពេលនេះណាជីវិតនេះណាវាសម្បូរបែបណាស់ហើយក៏មានរឿងរាប់ម៉ឺនរាប់លានយ៉ាងគឺអ្វីដែលយើងមិនទាន់ដឹងផងទៀតស្ដាប់ទៅគួរឲ្យចាប់អារម្មណ៍ណាស់ម៉ែបើគិតតែធុញនោះវាគួរឲ្យស្ដាយណាស់កូនស្រីផែនដីនេះវាអស្ចារ្យលើសពីអស្ចារ្យទៅទៀតណាចាំម៉ែតែកូនដូចជាអើយធុញទៀតហើយមែនទេចាគឺ
ណាម៉ែស្ដាប់ម៉ែណាបើកូនមិនចង់ធុញនោះស្អែកនេះកូនត្រូវទៅក្នុងភូមិបើបែបនោះកូនមុខជាធុញណាស់ហើយមិនទៅកាន់តែធុញតើកូនស្ដាប់ម៉ែឬអត់ហ្នឹងចាំម៉ែកូនស្ដាប់ណែសុំម៉ែមានប្រសាសន៍មកចាស់កូនមិនចង់មានជំងឺធុញទៀតទេឆ្លាតស្អែកនេះណាទៅពីព្រឹកហើយធ្វើតាមរបៀបជាកូនផងដែររួចទៅក្នុងភូមិចោះចរិតកូនបែបណែកូនក៏ធ្វើតាមចរិតកូនប៉ិតទេម៉ែចាកូនស្រីចង់រអ៊ូថាធុញ10000ដងក៏ជាសិទ្ធកូនដែរហើយស្អែកណាចាំម៉ែរៀបចំឲ្យណាកូនចាំម៉ែសង្ឃឹមថាកូននឹងអាចព្យាបាលជំងឺធុញនេះបានផងទៅចាវេលានៃពេលយប់មិនយូរទេមើលចាស់ចន្ទ្រាដើរទៅបាតព្រះអាទិត្យក៏បង្ហាញខ្លួនចេញមកវិញម្ដងកូនទៅចោះល្ងាចសឹមត្រឡប់មកវិញណាចាំម៉ែនាថ្ងៃនោះផងដែររំសាយក៏បានដើរទៅដល់ចុងវាលស្រែហើយនាងក៏បានសម្គាល់ឃើញថាបរិយាកាសសោះក៏ក្រដល់ហើយបើបែបនេះមិនធុញទៅចម្លែកសភាពស្ងប់ស្ងាត់នៃធម្មជាតិចប់ចុងវាលស្រែនោះមិនបានធ្វើឲ្យរំសាយបាត់ធុញទេហេតុនេះនាងក៏បានធ្វើដំណើរទៅមុខបន្តទៀតនៅក្នុងភូមិទីនោះហាក់នឹងមានរឿងឈឺឆាប់ពេកបន្តិចទៀតមែនទេបើមនុស្សអូអរញ៉ៃរញ៉ៃណាវាមុខជាធុញណាស់ហើយខ្ញុំរំសាយបំរុងនឹងឈានជើងដើរចេញទៅហើយពូរំដេងក៏បានដើរចូលមកនឹងបាននិយាយថាក្មួយស្រីហើយតាណាមកណាដែរនងចេះជម្រាបសួរពូគឺខ្ញុំចេះតែដើរទៅហ្នឹងគ្មានអ្វីទេតើក្មួយទំនេរដែរទេចាពូខ្ញុំទំនេរតាបើអញ្ចឹងល្អណាស់ក្មួយជួយរៀបចំល្បែងប្រជាប្រិយផងបានទេបន្តិចទៀតនឹងមានការលេងកម្សាន្តហើយហេតុអីក៏មិនរនឹកទៅពូបើល្បែងកម្សាន្តមានច្រើនសឹងអីហ្នឹងពូដឹងតែពូចង់បានល្បែងប្រជាប្រិយបន្ថែមទៀតឲ្យប្លែកហ្នឹងណាសុំតបផងណាពូខ្ញុំពិតជាធុញណាស់ខ្ញុំមិនចង់គិតហើយក៏មិនចង់ចូលរួមទេតើព្រោះតែហេតុអីទៅព្រោះខ្ញុំធុញនឹងណាពូខ្ញុំលាសិនហើយណារំសាយក៏បានដើរចាក់ចេញទៅក្មួយហេនេះពូមិនទាន់បាននិយាយអីផងមិនក៏ធុញពូទៅវិញអញ្ចឹងតើខ្ញុំមាត់ច្រើនដំម្លឹងមែនទេរំសាយមិនខ្វល់ទេតួនាងមានសុជីវធម៌មែនតែបើនាងថាធុញគឺធុញហើយខ្ញុំធុញនឹងការកាត់នឹងធុញសភាពអូអន់ណាស់ហើយធុញមែនទេធុញបណ្ដើរអ៊ូបណ្ដើរំសាយក៏បានទៅដល់កន្លែងមួយនឹងបានឃើញអ្នកលក់ផ្លែឈើម្នាក់ទៀតផងសួស្ដីចៅជួយទិញផ្លែឈើតាផងទៅមួយផ្លែតម្លៃតែ1កាក់2ផ្លែតម្លៃ2កាក់បើយក3ផ្លែថែម1ផ្លែមកចៅមើលសិនទៅទុំល្អណាស់ចៅមិនថាលោកតាហៅរំសាយទិញយ៉ាងណានោះទេតែនាងមិនចាប់អារម្មណ៍ឡើយផ្ទុយទៅវិញមានតែនិយាយថាប៉ាត់ជាធុញណាស់ព្រះអើយអ្វីក៏ខ្ញុំមិនចង់ហូបដែរសភាពពេលនេះប៉ាត់ជាអាប់អួនណាស់ហើយនាងតូចនេះកើតអីចេះបើមិនទិញក៏ឲ្យចោះចាំបាច់អីធុញការរកស៊ីរបស់តាទៅវិញចឹងនោះអីខ្ញុំមិនមានបំណងធុញលោកតាទេគឺខ្ញុំធុញនឹងសភាពនេះតាដូចតែគ្នាទេបើមិនទិញចេញទៅបាត់ហេងខ្ញុំអស់ហើយមួយម៉ាត់ធុញពីរម៉ាត់ធុញចំមុខតូបរបស់ខ្ញុំតែម្ដងនេះលើសម្ដីរបស់លោកតារំសាយមិនជាពីជំងឺធុញទេតែនាងកាន់តែធុញថែមទៀតហើយម៉ែអើយម៉ែកូនធុញលើដើមទៀតហើយនេះធុញបុកធុញស្មាធុញលើកជាការ៉េតែម្ដងដើរបណ្ដើពលពាកធុញបណ្ដើរហូតរំសាយបានជួបនឹងក្មេងម្នាក់ទៀតបងស្រីដ៏ស្រស់ស្អាតខ្ញុំក្រណាស់ខ្ញុំសុំប្រាក់បងតិចបានទេអីប៉ាត់ជាគួរឲ្យធុញមែនតើឲ្យបងធ្វើម៉េចទេបើបងគ្មានប្រាក់ដែរហ្នឹងសូមមេត្តាផងទៅបងបើបងស្រីមិនជួយខ្ញុំមុខជាជួបទុកធំហើយប៉ាត់ជាធុញណាស់
បងកំតាន់ធុញអីបងដឹងទេពុកម៉ែខ្ញុំឈឺធ្ងន់ណាស់ហើយលោកមានប្រសាសន៍ថាចង់ហូបផ្លែល្មុតជាលើកចុងក្រោយតែខ្ញុំអត់មានប្រាក់ទេហេតុនេះក៏ឯងសុំបងមែនទេបងនិយាយហើយថាបងធុញណាស់គ្មានប្រាក់ឲ្យទេបងស្រីស្អាតយ៉ាងនេះរឿងអីថាគ្មានប្រាក់នោះបងស្រីមេត្តាផងទៅតែបងពិតជាអត់មានមែនណាបងកុហកបើបងមិនឲ្យខ្ញុំនឹងតាមសុំបងរហូតមិនទៅណាទេអីថាម៉េចបើបែបនេះខ្ញុំមិនធុញស្លាប់ហើយទេអីណាកុំតាមបងអីណាបងមានជំងឺធុញឯងអាចឆ្លងបានណាថាម៉េចតើជំងឺនោះនឹងឆ្លងដល់ពុកម៉ែខ្ញុំទេណែវាប៉ាត់ជាឆ្លងហើយឯងនឹងលើតែពាក្យថាធុញគឺធុញពេញតិចតែម្ដងណាបើអញ្ចឹងខ្ញុំមិនតាមទេខ្ញុំខ្លាចឆ្លងធុញណាស់ខ្ញុំទៅសុំទានកន្លែងផ្សេងវិញគ្រាន់តែឃើញថាចៅគួយទៅបាត់រំសាយក៏បាននិយាយម្នាក់ឯងថាហើយប៉ាត់ជាធុញណាស់ថ្ងៃនេះធុញជាងថ្ងៃណាទាំងអស់បាននៅតែផ្ទះហើយកេងណាមិនដឹងថាល្អយ៉ាងណាទេតាមពិតរំសាយក៏មានប្រាក់តែនាងក៏មិនចង់ទិញនិងមិនចង់ជួយអ្នកណាឡើយព្រោះនាងមិនចង់រវល់ជាមួយគ្រប់គ្នាហើយក៏មិនប្រាថ្នាឲ្យគេមករវល់ជាមួយនាងដែរខ្ញុំមិនចង់ស្ដីរអ្នកណាសោះចុះពួកគេមិនក៏ចេះតែមករំខានខ្ញុំបែបនេះប៉ាត់ជារញ៉េរញ៉ៃណាស់រំសាយប៉ាត់ជាល្វើយណាស់សម្រាប់ថ្ងៃនេះតែនាងក៏ត្រូវតែព្យាយាមឲ្យចប់បេសកកម្មលុះថ្ងៃរៀបលិចហើយនោះនាងក៏បានវិលទៅកាន់ផ្ទះវិញមកវិញហើយមែនទេកូនស្រីប្រកែធុញចាំម៉ែកូនមកវិញហើយបាត់ធុញខ្លះទេនឹងកូនស្រីកូនហត់ណាស់ម៉ែវារត់តែធុញលើដើមតែម្ដងណាហេតុអីក៏បែបនេះក្រែងកូនធ្វើជាកូនហើយតើពិតទេចាកូនធ្វើជាកូនមែនហើយតែវាមិនធូរជំងឺធុញសោះផ្ទុយទៅវិញណាគឺវាធុញលើដើមតែម្ដងអើយនិយាយមកមើលកូនស្រីកូនបានជួបអ្វីខ្លះទៅកូនឃើញវាស្រែកដល់ធំល្វឹងល្វើយពោពេញទៅដោយភាពស្ងប់ស្ងាត់បន្ទាប់មកក៏ជួបមនុស្សលេងកំសាន្តអ៊ូអរហើយក៏បន្តទៀតជួបជាមួយនឹងអ្នកលក់ផ្លែឈើនិងបានជួបអ្នកសុំទានផងដែរណាក្រោយមកមានអ្វីទៀតទៅចាស់គឺមានតែកូនមិនខ្វល់ទេកូនស្អប់ស្ថានភាពទាំងនោះណារំខានរំខានណាម៉ែអញ្ចឹងម៉ែសួរកូនចង់ជាជំងឺធុញឬក៏ចង់នៅក្នុងផ្ទះបន្តទៀតពិបាកណាស់ម៉ែកូនមិនចង់ធុញទេកូនចង់ជាណាស់ណាម៉ែបើអញ្ចឹងស្អែកនេះកុំធ្វើតាមខ្លួនឯងតែធ្វើតាមម៉ែវិញម្ដងណាចាំម៉ែឲ្យទៅជាពេលជំងឺធុញកូនធ្វើតាមជានិច្ចណាទៅសម្រាប់ចោះហើយកូនត្រូវក្រោកពីព្រលឹមនាម៉ោង4ទៀបភ្លឺផងដែរណាលិនម្លេះម៉ែធ្វើតាមម៉ែទៅហើយចូលគេងពីព្រលប់ណាចាំម៉ែរំសាយហាក់ងឿងឆ្ងល់បន្តិចតែនាងមិនប្រកែកអ្វីទេព្រោះនាងក៏មិនចង់មានជំងឺធុញដែរហេតុនេះនាងក៏បានចូលគេងពីព្រលប់ឬក៏បានក្រោកពីព្រលឹមអុលតែម្ដងស្ដាប់ម៉ែណាជាដំបងកូនឈប់និយាយថាធុញទៀតទោះមានរឿងអ្វីក៏ដោយហាមនិយាយពាក្យថាធុញឲ្យសោះចាំម៉ែបន្តទៀតណាកូនត្រូវសម្លឹងមើលវាលដ៏ធំនោះឲ្យបានយូរហើយសឹមដើរចេញតែកូនដូចជាអីគឺធុញណាស់ហើយទៀតហើយអីចាំម៉ែកូនឈប់ហើយណាកូននឹងតមពាក្យថាធុញឲ្យបានចាកូនស្រីហើយបន្តពីនោះទៀតត្រូវចូលរួមលេងជាមួយអ្នកភូមិរស់រាយជាមួយពួកគេកុំវាយរឹកឬក៏តមសម្ដីឲ្យសោះនោះចាំម៉ែបន្ថែមពីនោះត្រូវតែជួយទិញផ្លែឈើលោកតាហើយនឹងចែកផ្លែឈើដល់ក្មេងតូចនោះផងណាចាំម៉ែកូនដឹងហើយកូននឹងធ្វើតាមម៉ែទាំងអស់ណាទៅចោះល្ងាចសឹមត្រឡប់មកវិញណាកូនស្រីចាំម៉ែកូនលីហើយល្ងាចទៅកូនត្រឡប់មកវិញណាទៅចោះរំសាយក៏បានដើរចាក់ចេញទៅកូនអើយកូនចម្លែកខុសគេតែម្ដងរំសាយបានចាក់ចេញម្ដងនេះដោយមិនធ្វើតាមចរិតខ្លួនឯងទេទោះពិបាកបន្តិចក្នុងការធ្វើតាមម្ដាយតែនាងក៏ត្រូវតែព្យាយាមដែរនៅតាមផ្លូវកាត់ស្រែអូរំសាយតាណាមកណាហ្នឹង
អូហូឥឡូវចេះដើរលេងដូចគេដូចអញផងណោះ ចាបងអូនចង់ប្រែជាមនុស្សថ្មីនឹងណាបងមកទៅរីករាយណាស់ណោះ ថាម៉េចនេះអូនកំពុងតែនិយាយជាមួយបងដោយក្តីរីករាយមែនណោះពិតជាចម្លែកណាស់ បងចាំថាខ្ញុំឃើញមុខបងក៏ធុញហើយមិនស្ដីរមែនទេ គឺបែបហ្នឹងហើយ ខ្ញុំមិនធុញទេបងខ្ញុំលាហើយ បានអូនណាអូនរំសាយថ្ងៃនេះអូនស្រស់ស្រាយណាស់អូនដូចជាមនុស្សថ្មីអញ្ចឹងណា លឺបែបនោះហើយរំសាយហាក់កើតមានអារម្មណ៍ប្លែកនាងញញឹមបន្តិចរួចក៏បានដើរទៅមុខបន្តទៀតម៉ែថាខ្ញុំត្រូវតែសម្លឹងសភាពដ៏ស្ងប់ស្ងាត់នៃវាលស្រែដ៏ធំល្វឹងល្វើយនេះខ្ញុំត្រូវតែទ្រាំរំសាយបានសម្លឹងមើលវាលវែងឆ្ងាយយ៉ាងយូរហើយនាងក៏បានសម្គាល់ឃើញថាអីស្អាតណាស់មើលកាន់តែយូរកាន់តែស្អាតធម្មជាតិពិតជាសម្បូរបែបអស្ចារ្យមែន រំសាយស្រាប់តែមិនចង់ងាកភ្នែកក្រឡេកចេញទេព្រោះសម្រស់វាលវែងឆ្ងាយពិតជាកាន់តែមើលកាន់តែស្បាយអារម្មណ៍ពិតតែម្ដងអីខ្ញុំមិនដឹងថាទីនេះស្អាតដល់ម្លឹងទេដើរចេញពិតជាស្ដាយណាស់តែមិនអីទេថ្ងៃក្រោយចាំមកទៀតខ្ញុំក៏ទៅមុខបន្តិចទៀតសិននិយាយហើយរំសាយក៏បានដើរទៅមុខបន្តទៀតនិងបានជួបពូរំដេងសាជាថ្មីជំរាបសួរពូទីនេះមានគេលេងល្បែងប្រជាប្រិយទៀតដែរទេ គឺក្មេងស្រីធុញថ្ងៃមុនតើ ចាពូខ្ញុំចង់លេងជាមួយមនុស្សអ៊ូអរផងបានទេ ពូមិនចាត់អាក្រក់ទេក្មួយចូលទៅលេងចុះលេងតាមសប្បាយទៅណា ចាពូរំសាយនាងកាន់តែរស់រាយជាមួយអ្នកភូមិនាងកាន់តែរីករាយនាងលេងហើយលេងទៀតនិងបានជួយបង្កើតល្បែងប្រជាប្រិយថ្មីផងដែរអីពូមុននេះខ្ញុំពិតជាសប្បាយណាស់ពូ នេះជាការសាមគ្គីគ្នាណាពូក៏ទៅសើនាងតូចដែរនាងពិតជាប្រកែកណាស់ព្រោះអាចបង្កើតល្បែងរបាំថ្មីថែមទៀត ចាពូអរគុណណាស់ណាពូដែលផ្ដល់ឱកាសឲ្យខ្ញុំបានបង្កើតមិត្តភាពជាមួយអ្នកភូមិផ្សេងទៀតពិតជាអរគុណណាស់ បាទមិនអីទេហើយថ្ងៃក្រោយកុំភ្លេចមកលេងទៀតណានឹងជួយរកនឹកល្បែងល្បាំថ្មីបន្ថែមទៀតផង ចាពូខ្ញុំសូមលាហើយណាពូ បាទ បន្តទៀតរំសាយក៏បានទៅដល់កន្លែងដែលលោកតាលក់ផ្លែឈើសាជាថ្មី នាងតូច លោកតាចៅសុំទិញផ្លែឈើ3ផ្លែណា ថាម៉េចនេះតាស្ដាប់មិនច្រឡំទេមែនទេ ចាមិនច្រឡំទេសូមឲ្យមកលោកតាខ្ញុំធុញអត់ទេខ្ញុំមិនធុញទេណា បាទបានឥឡូវហើយចៅហើយតាក៏ជួយថែមចៅដែរណា មែនទេលោកតាអញ្ចឹងចៅអាចទទួលបានច្រើនណាស់ហើយអរគុណណាស់ បាទ រំសាយសប្បាយចិត្តណាស់លោកបានផ្លែឈើហើយនោះនាងក៏បានបន្តដំណើរទៅមុខទៀតនិងបានជួបក្មេងកំសត់ផងដែរបងស្រីអត់ទេខ្ញុំមិនសុំទេបងជាមនុស្សចម្លែកណាស់អេតែបងចង់ជូនផ្លែឈើដល់ឯងណាតើបងនិយាយប៉ាត់ទេចាឯងយកផ្លែឈើទាំងអស់នេះទៅហើយយកទៅជូនពុកម៉ែឯងចោះរួមទាំងប្រាក់នេះផងដែរណាអរគុណណាស់បងស្រីបែបនេះទៅផ្សំជាបងទាំងស្អាតទាំងចិត្តល្អខ្ញុំលាហើយណាចាទៅចារំសាយស្រាប់តែឃើញថាពិភពលោកនេះពិតជាស្រស់ស្អាតណាស់ពេលដែលនាងញញឹមនិងបានធ្វើអំពើល្អបែបនេះតែនៅផ្លូវខាងមុខទៀតមានអ្វីល្អយ៉ាងណាទៅណាព្រះអើយខ្ញុំមិនហត់ទេខ្ញុំនឹងបន្តបេសកកម្មនេះសិនរំសាយកាន់តែរីករាយខ្លាំងឡើងនាងមិនធុញទៀតទេនាងរីករាយរហូតដល់ល្ងាចតែម្ដងលុះឃើញថាមេឃយប់មកដល់នាងក៏បានវិលទៅផ្ទះវិញមកវិញហើយមែនទេកូនស្រីចាំម៉ែកូនក៏មានរបស់ផ្ញើម៉ែផងដែរណាមានន័យថាកូនពិតជាបានធូរស្បើយហើយមែនទេបានជាមានរបស់ផ្ញើម៉ែអញ្ចឹងនោះចាំម៉ែថ្ងៃនេះកូនមិនធុញបន្តិចទេកូនរីករាយណាស់លឺបែបនេះហើយម៉ែធូរចិត្តណាស់តាមប៉ាត់ថ្នាំព្យាបាលជំងឺធុញនោះគឺងាយសោះចាគឺងាយទេឥឡូវកូនសរុបឲ្យម៉ែស្ដាប់បន្តិចមកគឺសម្លឹងមើលភាពស្រស់ស្អាតនៃធម្មជាតិធ្វើឲ្យអារម្មណ៍ធូរស្រាលណាស់ណាម៉ែចុះបន្តទៀតនោះ
គឺបង្កើតទំនាក់ទំនងជាមួយមនុស្សល្អៗក្នុងសង្គមចិត្តល្អជួយអ្នកមានអាសន្ននៅគឺជាការព្យាបាលល្អបំផុតចាគឺត្រូវហើយម្យ៉ាងក៏ត្រូវតែធ្វើការផងដែរកាន់តែរវល់គឺកាន់តែភ្លេចធុញហើយចាំម៉ែកូនឈប់ធុញទៀតហើយកូនយល់ពីអត្ថន័យនៃជីវិតហើយណាចាល្អណាស់កូនស្រីយល់ពីតម្លៃលើភាពស្រស់ស្អាតនៃធម្មជាតិយល់ពីតម្លៃនៃទឹកចិត្តនិងយល់ពីតម្លៃនៃការសាមគ្គីហើយនោះចាប់ពីពេលនោះមករំសាយក៏លែងមានជំងឺធុញទៀតហើយ